សួស្តីអ្នកគ្នាបន្ទាប់ពីយើងជួបគ្នាហើយនៅអេពីសូតមុនហើយឥឡូវយើងមកបន្តនៅអេពីសូតទី2 So episode 2 today យើងតពីប្រធានបទអេពីសូត1កាលពីមុនដែលយើងបានផុសគឺនៅចុងក្រោយយើងអានថាតើបន្ទាប់ពីយើងសម្រេចចិត្តថាយើងដើរចេញពីគេហើយតែនៅពេលដែលយើងដើរចេញពីគេហើយយើងបែរជានៅមានអារម្មណ៍ថានឹកដល់គេនៅពេលដែលយើងនៅម្នាក់ឯង So episode 2 នេះគឺយើងនឹងមកឆែកបន្ត continue ពីរឿងហ្នឹងគឺតើពេលណាយើងអាចលុបគេចេញពីចិត្តបាន Okay so we gonna check this tarot card the light sits ណាបើសិនជាអ្នកទាំងអស់គ្នាទៅចូលមកថ្មីអាចទៅមើលទៅលើអេពីសូតមុនដែលយើងនិយាយតែបើសិនជាយើងធ្លាប់មើលពីអេពីសូតមុនហើយយើងមិនមើលអេពីសូតមុនទេក៏ប៉ុន្តែឥឡូវហ្នឹងយើងកំពុងតែស្ថិតនៅក្នុងស្ថានភាពដែលថាតើពេលណាខ្ញុំអាចលុបម្នាក់ដែរខ្ញុំបានព្យាយាមបំភ្លេចហ្នឹងចេញពីចិត្តបានក៏អាចមកមើលចាប់ពីអេពីសូតទី2នេះហ្មងក៏បានដែរបើសិនជាអ្នកដែលចូលមកថ្មីកុំភ្លេចចុច like follow ឲ្យ admin ផង and សម្រាប់អ្នកដែលថ្មីហើយកំពុងតែស្ថិតនៅក្នុងស្ថានភាពដែលព្យាយាមបំភ្លេចមនុស្សម្នាក់ចេញពីក្នុងចិត្តណាដែលគាត់អាចបានកំពុងតែនៅស្ថិតនៅក្នុងស្ថានភាពទី1ឯងក៏អេពីសូតទី1ឯងក៏ប៉ុន្តែគាត់កំពុងតែនៅក្នុងស្ថានភាពដែលកំពុងតែព្យាយាមភ្លេចអ្នកគេចេញពីចិត្តហ្មងហើយគាត់មកឃើញវីដេអូនេះវាក៏អាចនឹងត្រូវចំពោះគាត់ដូចគ្នាដែរហើយសម្រាប់អ្នកដែលកំពុងមើលអាចគិតដល់មនុស្សដែលយើងកំពុងតែចង់បំភ្លេចលុបចេញពីចិត្តហ្នឹងដល់ពេលណាយើងអាចលុបគេចេញពីចិត្តបានអាចគិតពីគាត់ទៅដើម្បីយើងចង់ដឹងថាវាមាន connection ជាមួយនឹងខាត The Hierophant Seven of Cups Five of Cups Four of Wands Three Cups Three for Seven of Cups Four of Pentacles Ten of Wands The Chariot អេពីសូតមុនក៏យើងបាន The Chariot ដែរเนาะតែគណៈថាយើងឌឺ cannot like យើងគិតថាយើងសម្រេចចិត្តថាយើង cannot turn back and it's of Eight of Wands and then Ten of Cups អូខេអ្នកគ្នា so EP នេះតើពេលណាយើងអាចលុបគេចេញពីចិត្តបានเนาะសម្រាប់ការទី1ដែលអ្នកទទួលបានគឺ The Hierophant sorry so ការមុនក៏យើងហៅទទួលបាន The Hierophant ដែរ The Hierophant ដែលយើងឆ្លងកាត់ការគិតយើងគិតថាផ្លូវដែលយើងបែកគ្នាហ្នឹងគឺជាជម្រើសល្អសម្រាប់រវាងយើងហើយនឹងគាត់ដែរដូចនិយាយទៅវាដូចជាតពីអេពីសូតមុនមកដែរវាដែលយើងបានវាដូចជាតពីអេពីសូតមុនដែរដែលថាគាត់បានឆ្លងកាត់ការគិតជាច្រើនគិតថាការដោះលែងគ្នាទៅគឺនឹងផ្ដល់ផ្លូវដែលល្អសម្រាប់ទាំងពីរនេះរៀងខ្លួនអញ្ចឹងណាអាចនឹងឲ្យយើងទៅជួបផ្លូវដែលល្អជាងហ្នឹងប៉ុន្តែបន្ទាប់ពីយើងធ្វើអញ្ចឹងហើយយើងបែរជាមានអារម្មណ៍ថាឈឺចាប់មែនតើពីបន្ទាប់ពីយើងគិតថាវាជាផ្លូវល្អប៉ុន្តែនៅពេលដែលយើងធ្វើទៅយើងមានអារម្មណ៍ថាឈឺចាប់ខ្លាំងមែនតើស្ថានភាពនេះអាចត្រូវនឹងទាំងមនុស្សស្រីមនុស្សផងយ៉ាបាននេះថាយើងក៏មានអារម្មណ៍ថាប្រកខិនហាត់ដែរក៏ខូចចិត្តដែរ sometimes យើងគិតថាយើងចង់ឲ្យមានមិត្តភ័ក្តិឬមួយពីអ្នកគេដែលអាចជួយដោះស្រាយស្ថានភាពនឹងបានអាចលក្ខណៈថាជាការចេញទៅដើរលេងជាមួយមិត្តភ័ក្តិឬមួយក៏អាចនឹងចង់មានមនុស្សម្នាក់ដែលមកជួយដោះស្រាយបញ្ហារវាងបុគ្គលពីរនាក់ហ្នឹងតែបើតាមខ្ញុំគិតនៅពេលដែលយើងឆ្លងកាត់ការ move on កំពុងតែឈឺចាប់ហ្នឹងគឺយើងចង់ចេញមកខាងក្រៅជាមួយនឹងមិត្តភ័ក្តិ hang out អីច្រើនជាង and ប៉ុន្តែនៅក្នុងនេះមិនថាយើងអត់មានអ្នកគេសោះទេបើមើលទៅយើងក៏ជាមនុស្សដែលមានជំរើសដែរនៅពេលដែលយើងចេញពីស្ថានភាពស្នេហាដែល toxic relationship ហ្នឹងមក even យើងឈឺមែនតែយើងមានមិត្តភ័ក្តិមានអីយើងចេញទៅសង្គមខាងក្រៅធ្វើឲ្យយើងបានជួបមនុស្សខាងក្រៅហើយគិតថាមនុស្សទាំងអស់ហ្នឹងអាចជាជំរើសនៅក្នុងស្នេហាយើងគិតថាបានដែរយើងមិនមនុស្សលក្ខណៈថាអត់ស្អាតយើងមិនមនុស្សលក្ខណៈថាអត់មានអ្នកគេឯងសូយើងក៏មានជំរើសសម្រាប់យើងដូចគ្នាហើយថានៅពេលដែលយើងប្រកខិនហាត់ទៅក៏មានគេចាប់អារម្មណ៍ពីយើងដែរប៉ុន្តែយើងនៅអត់ទាន់បើកចិត្តទេយើងនៅលក្ខណៈថាnot open យើងនៅលក្ខណៈថាអត់ទាន់ open បើកចិត្តសម្រាប់អ្នកណាគេថ្មីទេ sometimes នៅពេលដែលយើងនៅម្នាក់ឯងយើងតែងតែទទួលទុកទទួលលក្ខណៈថានៅមានអារម្មណ៍ថាការទុកអត់ទាន់ទៅទាំងអស់ទេប៉ុន្តែយើងគិតថាគ្រប់យ៉ាងវាបានចេញមកហើយ so it's hard to turn back ហើយយើងក៏ជាមនុស្សដែលរឹងហើយនឹងរៀងរឹងរស់ដូចគ្នាដែរអញ្ចឹងយើងគិតថា like so no way to turn back នៅក្នុងខណៈពេលហ្នឹងបើតាមខ្ញុំគិតថាយើងមានជំរើសយើងអត់ទាន់បើកចិត្តយើងនៅទទួលបន្ទុកក៏ប៉ុន្តែនៅទទួលសម្ពាធនៅក្នុងអារម្មណ៍ខ្លួនឯងប៉ុន្តែយើងអត់ត្រឡប់ទៅវិញទេ and then Five of Cups ដូចក្នុងស្រុកខ្ញុំបាននិយាយអញ្ចឹងមនុស្សម្នាក់នេះគាត់មានធម៌ដែលល្អនៅក្នុងខាងក្រោយខ្លួនគាត់ក៏ប៉ុន្តែគាត់បែរជាងាកទៅមើលអតីតកាលដែលវាបានខ្ទេចខ្ទីអស់ហើយអញ្ចឹងដូចបើប្រៀបធៀបមកក្នុងជីវិតយើងចង់និយាយថានៅក្នុងជីវិតយើងមានអ្វីដែលល្អមកនៅក្នុងជីវិតប៉ុន្តែយើង
លក្ខណៈថាអត់បានតាន់ចាប់អារម្មណ៍របស់យើងអត់តាន់ move on ទៅទាំងស្រុងទេ sometimes នៅពេលដែលជាពិសេសហ្មងគឺនៅពេលដែលយើងនៅម្នាក់ឯងយើងនៅអត់តាន់ភ្លេចអតីតកាលទាំងអស់ហ្នឹងអត់ស្គាល់ប៉ុន្តែកុំភ្លេចអ្នកទាំងអស់គ្នាគង់តែមានថ្ងៃណាមួយដែលយើងមានគំនិត move on មែនតើហ្មងគឺគាត់នឹង move ឆាប់ហ្នឹងហ្មងហើយនៅពេលដែលគាត់ move on ហើយគាត់នឹងទទួលបានស្នេហាមួយដែលមានសុភមង្គលមែនតើក្រុមគ្រួសារនេះគាត់នៅជួបជុំគ្នាជាមួយនឹងគ្រួសារគាត់ជាមួយនឹងក្រុមគ្រួសារគាត់មានលុយមានទ្រព្យសម្បត្តិហើយនឹងមានកូនមានគ្រួសារមានផ្ទះដ៏មានសុភមង្គលមួយដូច្នេះហើយបើសិនជាសួរថាពេលណាអ្នកអាចលុបគាត់ចេញពីចិត្តបានខ្ញុំមិនអាចប្រាប់ exactly that ថាប្រហែលថ្ងៃទេដោយសារនេះជា general reading អញ្ចឹងវាជាទូទៅធំទូលាយយើងមិនអាចកំណត់ថ្ងៃបានទេក៏ប៉ុន្តែបើសិនជាខ្ញុំមើលតាមជើងលេខវាគឺនៅពេលដែលអ្នកសម្រាប់ចិត្តចេញពីគាត់មកហើយហ្នឹងណាអ្នកត្រូវឆ្លងកាត់អារម្មណ៍មួយចំនួនហើយមានការនឹកដល់គេខ្លះមានសម្ពាធខ្លះអត់បើកចិត្តខ្លះតែនៅពេលដែលថ្ងៃមួយអ្នកបានសម្រេចចិត្តថាខ្ញុំនឹងបើកចិត្តរៀនគោលការណ៍យើងហ្មងឯងសូលគំនិតផុសឡើងនៅក្នុងចិត្តយើងភ្លាមយើងចាប់ផ្ដើមលក្ខណៈថាដើរចេញយើងចាប់ផ្ដើមសប្បាយ enjoy life អញ្ចឹងហើយយើងនឹងជួបជាមួយនឹងមនុស្សដែរជាមនុស្សពិតប្រាកដរបស់យើងប៉ុន្តែនោះត្រែថាមិនមែនសុកអូយើងស្ដាប់វីដេអូហ្នឹងហើយអូខេខ្ញុំទៅបើកចិត្តភ្លាមមែនទេគឺម្នាក់យើងត្រូវតែកលេចមើលដែរព្រោះនៅក្នុងនេះយើងមើលទៅខាងពីនេះម្នាក់នេះគាត់មានជំរឿច្រើនដូចខ្លួនយើងអញ្ចឹងយើងមានជំរឿច្រើនប៉ុន្តែយើងអត់ចង់ងាយបើកចិត្តទេអញ្ចឹងមុននឹងយើងបើកចិត្តខ្លួនឯងយើងត្រូវតែមើលដែរថាមនុស្សម្នាក់ហ្នឹងមានចំណុចល្អដែលយើងត្រូវការអត់ហើយសម្រាប់អតីតស្នេហាដែលយើងធ្លាប់ឆ្លងកាត់មកវាមិនល្អសម្រាប់យើងនៅលើចំណុចណាមួយឯងបើយើងនៅជាមួយគ្នាអត់បានអញ្ចឹងអ្នកបន្ទាប់ដែលយើងជ្រើសរើសយើងត្រូវប្រើវិចារណញ្ញាណនៅក្នុងការជ្រើសរើសណាគេដែល like really love you and then complete នៅអ្វីដែលយើងគិតថាអ្នកមុនគាត់ខ្វះខាតហ្នឹងតែម្នាក់ហ្នឹងគាត់បានមកបំពេញនៅកន្លែងហ្នឹងឲ្យយើងអត់អញ្ចឹងបើសិនជាយើងបានជួបមនុស្សបែបហ្នឹងហើយថ្ងៃណាមួយយើងពងតែម្នាក់ហ្នឹងការព្យាយាមរបស់ម្នាក់ហ្នឹងពងតែធ្វើឲ្យយើងចាញ់ចិត្តផងគាត់ទេហើយយើងនឹងសម្រេចចិត្តហើយយើងនឹងជួបមនុស្សដែលត្រឹមត្រូវប៉ុន្តែមិនថាគ្រប់គ្នាសិតត្រូវទាំងអស់បើចិត្តទទួលម្នាក់តែយើងត្រូវតែមើលថាម្នាក់ហ្នឹងជាមនុស្សដែលធំត្រូវនៅក្នុងដែលចូលមកក្នុងជីវិតអត់យើងអត់បើមិនជាយើងរើសទាំងបញ្ញាភ័យរើសទាំងអត់បានគិតអីធំត្រូវទេយើងអាចនឹងជួបមនុស្សដែលខុសជាលើកទី2ដូច្នេះហើយបើមិនជាអ្នកនរគ្នាសម្រាប់ចិត្តថា move on មែនតើវាត្រូវឆ្លងកាត់អាហ្នឹងហើយអ្នកនរគ្នាមានជំរឿក៏ប៉ុន្តែអ្នកនរគ្នាត្រូវតែប្រើវិចារណញ្ញាណនៅក្នុងការជ្រើសអ្នកបន្តទៀតអូខេហើយដល់ពេលដែលយើងបាន with tarot reading នេះហើយយើងនឹងមក check ពី the hidden truth oracle so នៅក្នុងនេះភាគច្រើនគឺយើងចង់ដឹងថាតើនៅក្នុងខាតនេះមានអីចង់ប្រាប់យើងដែរI love you. Let me say I love you. I want to tell you how I feel. So ខ្ញុំចង់ប្រាប់អ្នកថាខ្ញុំមានអារម្មណ៍បែបនេះ I hope that you can forgive me one day. ខ្ញុំសង្ឃឹមថាអ្នកនឹងអភ័យទោសឲ្យខ្ញុំនៅថ្ងៃណាមួយ We both know I'm not the one for you. យើងនៅពេលអ្នកដឹងច្បាស់ថាខ្ញុំមិនមែនជាមនុស្សដែលត្រឹមត្រូវសម្រាប់អ្នកទេបើន័យថាខ្ញុំមិនមែនជាមនុស្សដែលអ្នកអាចនឹងដើរទៅផ្លូវតែមួយគ្នាអញ្ចឹងណា Thinking about you so like ថ្ងៃខ្លះខ្ញុំគេងអត់លក់ទេហើយគិតពីអ្នកThis is like this card can be the message from the new person to you or maybe like just your ex or something like ថានឹងអាចជាអ្នកថ្មីអ្នកក្រោយដែលចង់ឲ្យយើងដឹងឬមួយក៏ជាអតីតកាលផងយើងដែលចង់និយាយឲ្យមកយើងក៏ប៉ុន្តែadmin គិតថាអ្នកដែលជាក្រុមរបស់ខាតនេះអាចនឹងអត់អភ័យទោសឲ្យព្រោះយើងអាចមើលឃើញ the chariot ហើយមើលឃើញការដែលគាត់ទទួលបានអ្វីថ្មីនៅក្នុងជីវិតរបស់គាត់ជាការចាប់ផ្ដើមអីថ្មីច្រើនជាងការ go back ទៅអ្នកចាស់ប៉ុន្តែវា depend on អ្នកទាំងអស់គ្នាទេថាតើអ្នកទាំងអស់គ្នាចង់ give a chance to your ex or you just like want to move forward បើសិនជាចិត្ត admin បើសិនជាខ្ញុំមិនដឹងថាអ្នកទាំងអស់គ្នាចង់កាត់រឿងរ៉ាវបែបម៉េចទេតែបើសិនជា admin ហ្មងបើសិនជាអត់ហើយគឺដឹងថា move on ថ្មីហើយព្រោះ admin តែគាត់ថាមនុស្សដែលធ្លាប់ធ្វើអត់ល្អជាមួយយើងហើយយើងអភ័យទោសហើយតើលើក្រោយនឹងកើតមានឡើងទៀតអត់ហើយសម្រាប់មួយទៀត admin កាន់តែតែងតែឲ្យតែងតែប្រាប់ខ្លួនឯងថាមនុស្សនៅលើពិភពលោកមាន6លាននាក់ព្រោះឲ្យយើងត្រូវជឿចាប់ដោយសារមនុស្សម្នាក់អស់បើមិនជាមនុស្សណាអត់កើតយើង move on and not waste your time កុំចំណាយពេលសែតជឿចាប់ហើយធ្វើឲ្យពេលវេលាកាន់តែដើរទៅមុខនៅពេលវេលារបស់យើងមួយគឺមានតម្លៃមែនតើអញ្ចឹងហើយកុំចំណាយពេលលក្ខណៈថាគិតដល់
អតីតកាលដែលវាអត់មានតម្លៃសម្រាប់យើងមកដល់នេះហើយចង់ឲ្យមានធ្វើ episode 3 episode ទី3ភាគទី3សម្រាប់អ្នកចង់ឲ្យធ្វើ episode ទី3អាច comment នៅខាងក្រោមនេះមែនហើយអាច suggest ជា topic មកបានថាយើងចង់ធ្វើពីតើអ្នកចាស់មានគិតដល់យើងអត់ឬមួយក៏យើងចង់ធ្វើពីអ្នកថ្មីតើអ្នកថ្មីយើងជាអ្នកគេ and how good he is like also can okay hope to see you guys again in EP3 thank you